សូមជូនរឿងក្លិនផ្កានគរីនិពន្ធដោយលក្ខម៉ាឡែនវគ្គ5វគ្គបញ្ចប់វិពុតទាញពិលទៅឈួលក្នុងអាងមើលឃើញឆ្អឹងខ្មោចមួយគូមួយដេកមួយទៀតអង្គុយគ្របដោយសម្លៀកបំពាក់ដែលសម្លៀកបំពាក់នោះនាយស្គាល់ច្បាស់ថាជារបស់នគរីនិងម្ដាយខ្លួននៅថ្ងៃដែលនគរីនិងម្ដាយបាត់ខ្លួនគឺជាថ្ងៃដែលមានពិធីជប់លៀងនៅកន្លែងធ្វើការនាយចាំច្បាស់ថាអីយ៉ាថ្ងៃនេះអូនស្អាតណាស់តើអូនបានរ៉ូបនេះពីណាគឺអ្នកម៉ាក់ទិញឲ្យនោះអ្នកម៉ាក់អញ្ជើញមកហើយពួកឯងនៅសាសងដល់ណាទៀតពួកយើងឆាប់ទៅកុំឲ្យប៉ាឯងចាំយូរវិពុតចាំច្បាស់ថានៅថ្ងៃជប់លៀងនោះគឺខ្លួនមិនបានវិលត្រឡប់មកផ្ទះវិញជាមួយម្ដាយនិងនគរីឡើយកាលនោះលោកសុគន្ធមានអាការៈមិនស្រួលយុវជនក៏ឲ្យអ្នកទាំងពីរត្រឡប់មកផ្ទះមុនចំណែកខ្លួននៅមើលការខុសត្រូវនៅសន្តាគារសិនតែនៅពេលរួចរាល់ពេលត្រឡប់មកផ្ទះវិញដល់ពាក់កណ្ដាលផ្លូវលោកសុគាក៏ទេឲ្យបកត្រឡប់ទៅយកឯកសារឲ្យលោកនៅសន្តាគារវិញចាប់តាំងពីថ្ងៃនោះហើយដែលឪពុកកូនទាំងពីរនេះត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ដោយមិនដឹងមូលហេតុប៉ុន្តែហេតុអ្វីក៏អ្នកទាំងពីរមកនៅក្នុងអាងបន្ទប់ក្រោមដីនេះទៅវិញយុវជនខ្សឹកខ្សួលឆាបឈួលដល់បេះដូងទឹកភ្នែកស្រក់តក់អស់កម្លាំងពីក្នុងខ្លួនរលីងនាយត្រោបពីលើអាងសម្លឹងមើលសាកសពដែលមានតែក្រងឆ្អឹងនោះខ្លោចចិត្តណាស់យុវតីដឹងច្បាស់ពីអារម្មណ៍វិពុតតែក៏មិនដឹងគិតធ្វើយ៉ាងណានាងដើរថ្នមទៅពីក្រោយហើយយកពិលចេញពីដៃនាយទើបក្រសោបអោបយុវជនគ្មានឮសំឡេងអ្វីក្រៅពីសំឡេងយំរបស់យុវជននៅលើស្មាដ៏តូចរបស់យុវតីឡើយគួរឲ្យភ្ញាក់ផ្អើលណាស់ភ្លើងអគ្គិសនីត្រូវបានបំភ្លឺផាវិកាបន្លឺតើមានរឿងអីកើតឡើងលោកប៉ាយុវជនបំរាស់ពីដៃយុវតីកូនប្រុសម៉ាក់និងនគរីស្លាប់ហើយប៉ាដឹងហើយកូនកាត់ចិត្តទៅពូប៉ូលីសផាវិកាឧទានមិនក៏ឯងមកនៅទីនេះទៅវិញលោកប៉ូលីសស្គាល់ក្មេងស្រីម្នាក់នេះហ៎លោកសុគន្ធសួរខ្ញុំនិងប៉ានាងជាមិត្តភក្តិឯងដឹងថាប៉ាឯងតាមរកឯងយ៉ាងណាទេហេតុអីក៏ឯងមកនៅទីនេះទៅវិញរឿងនេះវែងឆ្ងាយណាស់ពូធ្វើការរបស់ពូសិនទៅចាំខ្ញុំនិយាយប្រាប់ពូតាមក្រោយអ្នកស្រីអមតៈនិងលោកសុគាត្រូវបានប៉ូលីសឃាត់ខ្លួនហើយចាត់ចែងទៅតាមផ្លូវច្បាប់ពីបទសម្លាប់មនុស្សដោយចេតនាអ្នកស្រីអមតៈបានសារភាពពីទោសកំហុសរបស់ខ្លួនហើយនិយាយអំពីហេតុការណ៍ដែលកើតឡើងនៅយប់នោះក្រោយពេលនគរីនិងម៉ាក់វិពុតជូនលោកសុគន្ធមកដល់បន្ទប់នគរីក៏ចុះមកបន្ទប់ទទួលភ្ញៀវដើម្បីយកទឹកតែកັບជួននោះក៏បានឮអ្នកស្រីអមតៈជជែកអំពីអ្នកស្នងតំណែងក្រុមហ៊ុនអូនគិតសម្លាប់បងគួនណាបងគិតទៅមើលបើសិនជាអត់ពីកើតគ្មាននរណាក្រៅពីបងនោះទេព្រោះវិពុតក៏នៅក្មេងពុំទាន់យល់ការរាក់ជ្រៅនៅឡើយតែគិតជាបងប្រុសរបស់បងអូនមានបាននិយាយថាធ្វើឲ្យគិតស្លាប់ឯណាគ្រាន់តែធ្វើឲ្យគិតមិនអាចទៅធ្វើការបានតើអូនគិតធ្វើយ៉ាងម៉េចឲ្យតែបងយល់ព្រមទុកឲ្យអូនជាអ្នកធ្វើប៉ុន្តែគ្មានពេលគិតច្រើនទេពីមុនបងពុនមានតែវិពុតមួយប៉ុណ្ណោះតែពេលនេះគឺថែមនគរីម្នាក់ទៀតដែលក្មេងស្រីនេះមិនទាំងដឹងមានកំណើតមកពីណាផងអូនមើលទៅពួកកិតដូចជាស្រឡាញ់នាងខ្លាំងណាស់សូម្បីតែរាជិនីនិងអមរិតក៏កិតមិនដែលស្រឡាញ់ដំលឹងដែរបងថាទៅមើលកិតមិនលំអៀងពេកទេអូនចង់ធ្វើឲ្យកិតមើលថាគ្រួសារយើងជាមនុស្សមានតម្លៃម្ដងតែអូនប្រកាសហើយដែលមិនធ្វើឲ្យកិតស្លាប់នគរីមានអារម្មណ៍ភ័យណាស់ក៏ទៅប៉ះនឹងតុលន់សូលឡើងអ្នកស្រីអមតៈឃើញច្បាស់ថាជានគរីក៏ស្ទុះចេញទៅអ្នកមីងនេះឯងបានស្ដាប់ឮអស់ហើយអត់ទេខ្ញុំមិនបានឮអ្វីទាំងអស់អត់បានឮមែនទេចាបើអញ្ចឹងឯងទៅបន្ទប់ចុះនគរីគិតថាអ្នកស្រីអមតៈឲ្យខ្លួនទៅមែនក៏ងាកក្រោយបំរុងដើរចេញទៅតែមិនដឹងត្រូវនឹងអ្វីនាងមានអារម្មណ៍ថាងងឹតមុខខ្លាំងណាស់ក៏សន្លប់បាត់ស្មារតីទស្សនភាពដែលអ្នកស្រីលើកថូបការវាយក្បាលនគរីពីក្រោយគឺម៉ាក់វិពុតបានឃើញនឹងភ្នែកគិតស្លុតខ្លាំងណាស់និយាយទាំងរដេបរដប់ឯងហេតុអីក៏ឯងវាយនគរីម៉ាក់វិពុតបំរុងស្ទុះចូលទៅក្នុងបន្ទប់វិញតែងាកមកឃើញលោកសុគានៅពីក្រោយធ្វើឲ្យកាត់ភ្ញាក់ព្រឺតរអិលជើងធ្លាក់ពីលើផ្ទះចុះមកក្រោមអ្នកស្រីអមតៈស្ទុះទៅស្ទាបដង្ហើមម៉ាក់វិពុតដឹងច្បាស់ថាកាត់ស្លាប់បាត់ទៅហើយពួកគេទាំងពីរក៏តក់ស្លុតណាស់ដែរ
តែអ្វីគឺជ្រុលអស់ទៅហើយដោយពេលវេលាប្រថុចញុចពេកហើយខ្លាចវិពុតមកទិនលោកសុគាមានតែទេទៅកុហកវិពុតឲ្យត្រឡប់ទៅយកឯកសារនៅសន្តាគារវិញចំណែកឯពួកកាត់ទាំងពីររួមទាំងអ្នកបម្រើប្រុសម្នាក់ក៏នាំគ្នាអូសសពមកវិពុតរួមទាំងនាគ្រីទៅដល់បន្ទប់ដាក់អីវ៉ាន់នៅពេលទៅដល់ពួកគេក៏ពុំដឹងធ្វើយ៉ាងម៉េចដែរស្រាប់តែអ្នកស្រីអមតៈរកឃើញច្រកទ្វារចូលទៅបន្ទប់ក្រោមដីជាឱកាសល្អណាស់ពួកគេក៏អូសនាគ្រីនិងម៉ាក់វិពុតចូលទៅទិដ្ឋភាពនេះឯងដែលផាវិកាមើលឃើញក្នុងសុបិនរបស់នាងពួកគេបានយកម្ដាយវិពុតនិងនាគ្រីទៅដាក់ក្នុងអាងហើយគ្របយ៉ាងជិតទើបនាំគ្នាត្រឡប់មកវិញហើយរៀបចំគ្រប់យ៉ាងឲ្យដូចធម្មតាវិពុតត្រឡប់មកដល់ផ្ទះឃើញឪពុកលងលក់យ៉ាងស្កប់ស្កល់តែឆ្ងល់បាត់ម្ដាយនិងគូដណ្ដឹងទៅណាលោកសុគន្ធបានប្រាប់ថាពួកគាត់នាំគ្នាចេញទៅក្រៅជាមួយនរណាក៏មិនដឹងប៉ុន្តែមិននឹងអាចម៉ាក់របស់ខ្លួនមិនយកទូរស័ព្ទទៅនាគ្រីក៏មិនលើកនាយបារម្ភខ្លាំងណាស់ចេះតែទេហើយទេទៀតជាការពិតណាស់នាគ្រីបានឮទូរស័ព្ទពីក្នុងកាបូបរបស់ខ្លួនដែលនៅក្បែរនោះនាងខំងើបអង្គុយឡើងប៉ុន្តែអាងត្រូវបានគេបិទសង្កត់យ៉ាងជិតចំណែកឈាមដែលហូរចេញពីក្បាលនាងក៏ហូរឥតឈប់កម្លាំងនាងក៏កាន់តែខ្សោយទៅរហូតដល់ដាច់ខ្យល់ស្លាប់នៅរាត្រីនោះវិពុតបានប្តឹងប៉ូលីសទាំងយប់ឲ្យជួយធ្វើអន្តរាគមន៍ប៉ុន្តែគ្រប់យ៉ាងគ្មានបានផលអ្វីឡើយតែបើកាលនោះវិពុតនិងលោកសុគន្ធដឹងថាមានបន្ទប់ក្រោមដីម្លេះសំពួកគេនឹងអាចរកអ្នកទាំងពីរឃើញដោយមិនទុកឲ្យពួកគេឯកាយ៉ាងនេះឡើយលោកសុគន្ធជជែកជាមួយកូនប្រុសប៉ានឹងឲ្យគេមកលុបបន្ទប់ក្រោមដីនោះកូនគិតយ៉ាងម៉េចអាស្រ័យលើលោកប៉ាចុះសំលេងគោះទ្វារបន្លឺឡើងចាំកូនទៅបើកពួកឯងទេការពិតគឺអមរិតនិងរាជនីពួកគេទាំងពីរបានមកលុតជង្គង់ចំពោះលោកសុគន្ធនិងវិពុតហើយនិយាយទាំងខ្សឹកខ្សួលពួកខ្ញុំគ្មានពាក្យអ្វីក្រៅពីសុំទោសលោកអ៊ំនិងបងនោះទេពួកឯងមានធ្វើខុសឯណាមានរឿងអីត្រូវសុំទោសតែប៉ាម៉ាក់ពួកខ្ញុំនេះជាកំហុសពួកគេយ៉ាងណាពួកឯងជាក្មួយរបស់អ៊ំត្រូវតែមើលថែពួកឯងតែអ៊ំខ្លាចពួកឯងពិបាកចិត្តប៉ុណ្ណោះប៉ានិងម៉ាក់គិតដឹងកំហុសហើយពួកគាត់និយាយថាបើលោកអ៊ំនៅតែឲ្យពួកខ្ញុំនៅទីនេះពួកគាត់ឲ្យខ្ញុំមើលថែលោកអ៊ំឲ្យបានល្អតើអ៊ំនឹងឲ្យពួកឯងទៅណាពួកឯងថាទៅមើលពួកឯងខំរៀនទៅហើយបើទំនេរជួយធ្វើការបងប្រុសឯងផងលោកអ៊ំពិតជាមិនបណ្ដេញពួកខ្ញុំមែនទេអត់ទេពួកឯងឆាប់ងើបឡើងអរគុណលោកអ៊ំក្រែងពួកឯងត្រូវទៅសាលាឆាប់ទៅចាបាទពួកខ្ញុំទៅសិនហើយលោកអ៊ំបងប៉ាកូនចង់ចេញទៅក្រៅមួយផ្លេតទៅចុះយុវជនដើរសំដៅទៅផ្ទះតូចនាយឈរសម្លឹងផ្កានាគ្រីដល់ក្រៀមស្រពោនមួយសន្ទុះក្រោយក៏ដើរចុះទៅបន្ទប់ក្រោមដីនាយសម្លឹងមើលអាងដែលជាភ្នូររបស់ម្ដាយនិងគូដណ្ដឹងអស់រយៈពេល5ឆ្នាំមកនេះដោយអារម្មណ៍ក្តុកក្តួលនិងឈឺចាប់បំផុតសម្រាប់ជើងបន្លឺឡើងនាយងាកយ៉ាងលឿនទន្ទឹមនឹងវាចានាគ្រីគឺខ្ញុំទេពួកយើងធ្វើបន់ឲ្យកាត់រួចហើយកាត់មិនមកទៀតទេនាងមកទីនេះធ្វើអីខ្ញុំមកលាពូនាងដាច់ចិត្តត្រឡប់ទៅផ្ទះវិញហើយទោះជាមិនដាច់ក៏ត្រូវតែទៅដែរព្រោះមិនចង់ឲ្យប៉ាម៉ាក់បារម្ភនាងអាចជួយខ្ញុំរឿងមួយតើបានទេរឿងអីខ្ញុំចង់ជួបនាគ្រីជាលើកចុងក្រោយតើនាងអាចធ្វើបានទេរឿងនេះមិនបានទេបងនាគ្រីគាត់ទៅបាត់ហើយមិននឹងអាចនៅទីនេះត្រូវហើយនាងគួរតែបានសុខហើយបានខ្ញុំសាកល្បងមើលយុវតីដើរឡើងចូលទៅដេកក្នុងអាងនោះមួយសន្ទុះវិពុតក៏ចូលទៅដែរផាវិកាប្រុងស្ទុះងើបឡើងព្រោះតែឃើញយុវជនតែនាយចាប់ដៃនាងចាប់កំដរខ្ញុំបន្តិចទៅផាវិកានៅស្ងៀមក៏សម្របខ្លួននៅក្នុងអាងដ៏តូចនោះជាមួយយុវជនពួកគេទាំងពីរដេកទន្ទឹមគ្នានៅក្នុងអាងយុវជនបន្លឺនាងមិនអីទេចុះពូមានអារម្មណ៍ថាធូរស្បើយច្រើនណាស់បងស្រីនាងមើលឃើញនាគ្រីយុវជនស្ទុះងាកទៅរកយុវតីតែផាវិកាបែរជាស្ងៀមត្រឹងព្រោះតែច្រមុះនាយនៅក្បែរធ្ពើរបស់នាងវិពុតចេះតែបន្លឺសួរនាងដោយមិនបានចាប់អារម្មណ៍ថាខ្លួនធ្វើឲ្យនាងស្ទើរតែរឹងខ្លួនអស់ទៅហើយនោះទេមួយសន្ទុះទើបនាយចាប់អារម្មណ៍ថាខ្លួនហាក់ដូចជាបំពេញលើនាងក៏ស្ទុះងើបអង្គុយឡើងសុំទោសធ្វើឲ្យនាងភ័យហើយផាវិកាមិនតបនាងសម្លឹងទៅអ្វីដែលនាងបានឃើញហើយកំពុងតបតជាមួយបងមិនទាន់ទៅទេបងមករកកាត់មែនទេ
បងមករកឯងរកខ្ញុំហ៎ឯងជួយបងរឿងមួយបានទេបើអាចធ្វើឲ្យបងស្ងប់ចិត្តបងនិយាយមកចុះខ្ញុំនឹងជួយធ្វើឲ្យបងជួយថែកាត់ឲ្យបងផងថាម៉េចតើអ្នកគ្រីនិយាយអីខ្លះជាមួយនាងបងមិនច្រឡំទេខ្ញុំនៅក្មេងណាស់មិននឹងអាចមើលថែកាត់បានពាក្យនេះគួរតែបងនិយាយជាមួយកាត់វិញទៅត្រូវអ្នកគ្រីអូនកំពុងនិយាយអីហ្នឹងពូនៅឲ្យស្ងៀមទៅឯងអាចឲ្យតែឯងសុខចិត្តមិននឹងអាចបើបន្តិចទៀតខ្ញុំត្រូវត្រឡប់ទៅផ្ទះខ្ញុំវិញហើយហ្នឹងនេះជាបំណងប្រាថ្នាចុងក្រោយរបស់បងហើយឲ្យតែឯងសន្យានឹងបងអស់ចិត្តហើយខ្ញុំសួរបងឲ្យខ្ញុំមើលថែកាត់ចុះនៅពេលកាត់មានប្រពន្ធឲ្យខ្ញុំធ្វើយ៉ាងម៉េចពេលកាត់មានប្រពន្ធហើយការងារនេះឯងបញ្ចប់ចុះពិតមែនទេពិតមែនអញ្ចឹងសម្រាប់អញ្ចឹងចុះបងទៅហើយបងមកក្រាន់តែផ្ដាំខ្ញុំប៉ុណ្ណឹងទេសូមឲ្យបានសុខយ៉ាងម៉េចហើយកាត់ទៅបាត់ហើយទីបំផុតខ្ញុំនៅតែមិនអាចនិយាយជាមួយនាងតើឲ្យខ្ញុំមើលថែពូយ៉ាងម៉េចអញ្ចេះទៅពូឆាប់យកប្រពន្ធទៅមានរឿងអីដែលខ្ញុំត្រូវឆាប់យកប្រពន្ធនោះដើម្បីឲ្យខ្ញុំរួចពីកាតព្វកិច្ចមើលថែពូនឹងណាក្មេងល្ងងឯងនេះពួកយើងចេញទៅពីពុតឯងនៅខាងក្នុងទេលោកអ៊ំផាវិកាកូនឆាប់ចេញមកសម្លេងប៉ាខ្ញុំពួកគាត់ចូលមកហើយពួកយើងកុំតាន់ចេញហេតុអីយើងនៅមួយសន្ទុះទៀតទៅលោកសុគន្ធនិងលោកផាវិរួមទាំងអ្នកស្រីសាវីណាដែលត្រូវជាឪពុកម្ដាយរបស់ផាវិកាដែលចូលមកដល់បន្ទប់ក្រោមដីលោកផាវិបន្លឺនេះជាបន្ទប់ដែលរកឃើញសាកសពប្រពន្ធនិងកូនស្រីរបស់លោកត្រូវហើយខ្ញុំគិតថានឹងលុបទីនេះចោលក៏ល្អដែរបើគុំតែបានកូនស្រីរបស់លោកមកដល់ទីនេះអាចកំបាំងមួយនេះប្រហែលជាគ្មាននរណាដឹងឡើយកូនស្រីមួយនេះនាងប្រហែលជាអុកលោកខ្លាំងណាស់ហើយមើលទៅនាងរពឹសមែនតែគួរឲ្យស្រឡាញ់ណាស់ខ្ញុំនិយាយការពិតទៅចុះខ្ញុំមិនចង់ឲ្យនាងចេញពីផ្ទះខ្ញុំឡើយព្រោះបើគ្មាននាងទីនេះប្រហែលជាស្ងាត់ដូចកាលពីមុនទៀតហើយត្រូវហើយកូនស្រីនេះគួរឲ្យស្រឡាញ់យ៉ាងនេះហេតុអីក៏ខ្ញុំដាច់ចិត្តឲ្យវារៀបការចេញឆ្ងាយពីខ្ញុំបែបនេះមិនទាន់ហួសពេលឯណាបងពួកយើងគួរតែសម្រេចតាមការសម្រេចចិត្តរបស់កូនត្រូវហើយអ្នកស្រីនិយាយត្រូវលោកនៅតែអាចបន្តធ្វើជាប៉ាដ៏ល្អរបស់នាងតទៅទៀតខ្ញុំប្រហែលជាត្រូវគិតសារជាថ្មីហើយយុវតីត្រេកអរណាស់នាងនិយាយតិចទៅរកយុវជនពូឮទេប៉ាខ្ញុំនៅឲ្យស្ងៀមទៅយុវជនយកដៃទៅវាយក្បាលនាងលោកផាវិបន្តត្រូវហើយឮថាលោកមានកូនប្រុសម្នាក់បាទត្រូវហើយគេថាមកទីនេះដែរតែហេតុអីមិនឃើញអញ្ចឹងតិចលោពួកគេនៅជាមួយគ្នាទេដឹងបងអាចដែរនេះមិនមែនបានន័យថាកូនស្រីខ្ញុំនិងកូនប្រុសលោកខ្ញុំក៏មិនដឹងរឿងនេះដែរតែខ្ញុំឃើញពួកវាទាំងពីរគ្មានអ្វីប្លែកទេតិចលោពួកវាស្រឡាញ់គ្នាទេដឹងបងស្រឡាញ់គ្នាផាវិកាឧទានវិពុតយកដៃខ្ទប់មាត់ផាវិកាហើយបើកភ្នែកធំដាក់នាងកាយវិការបំណងឲ្យនាងកុំលឺមាត់លោកផាវិបន្លឺអាចដែរបើអាចប្រសើរណាស់ខ្ញុំក៏ចង់ឲ្យនាងមកធ្វើជាកូនប្រសើរដែរតែលោកមិនយល់ថានាងនៅក្មេងពេកទេពិតមែនហើយតែខ្ញុំជឿថានាងនៅតែអាចមើលថែវិពុតបានសូមទោសលោកផងមិនគួរយករឿងនេះមកនិយាយទេមើលថែផាវិកាបន្លឺតិចមិនអីទេតែក៏គួរឲ្យគិតដែរនេះលោកគិតដូចខ្ញុំដែរអញ្ចេះទៅម្ដងនេះខ្ញុំនឹងយល់ព្រមតាមការសម្រេចចិត្តរបស់កូនបើសិនជានាងពិតជាស្រឡាញ់កូនប្រុសលោកមែននោះពួកយើងអាចចងដន្លងនឹងគ្នាបានតើលោកសម្រេចយ៉ាងណាដែរប្រសើរណាស់អរគុណលោកហើយអញ្ចឹងពួកយើងសម្រេចអញ្ចឹងចុះតែពេលនេះហើយបាត់ពួកគេទៅណាអញ្ចេះយកល្អពួកយើងត្រឡប់ទៅផ្ទះធំចាំពួកគេទៅអញ្ចឹងក៏ល្អដែរអញ្ជើញក៏ដល់សំលេងផាវិកាបន្លឺឡើងធ្វើឲ្យលោកទាំង3ភ្ញាក់ព្រឺនក៏ស្ទុះទៅមើលក្នុងអាងឃើញច្បាស់ថាផាវិកាកំពុងតែអោបវិពុតពួកឯងធ្វើស្អីហ្នឹងប៉ាឆាប់ងើបទៅយុវជននិយាយតិចទៅរកយុវតីពួកគេទាំងពីរស្ទុះងើបចេញមកវិពុតបន្លឺជំរាបសួរលោកពូអ្នកមីងលើកដៃថ្វាយព្រះចុះហេតុអីក៏ពួកឯងទាំងពីរមកនៅទីនេះការពិតពួកខ្ញុំចូលតែគេងលេងតើប៉ាឯងនិយាយអីតើពួកកូនធ្វើស្អីហ្នឹងអ្នកស្រីសាវីណាឧទានលោកទាំងពីរកុំយល់ច្រឡំអីការពិតពួកយើងគ្រាន់តែចង់ជួបណាគ្រីជាលើកចុងក្រោយប៉ុណ្ណោះពិតមែនហើយប៉ាតែម៉ាក់មើលឃើញឯងនឹងគេម៉ាក់ការពិតខ្ញុំភ្ញាក់នឹងសាប់កណ្ដុរនោះទើបស្ទុះទៅអោបកាត់ដូចនេះសុំទោសលោកពូអ្នកមីងបានហើយពួកយើងត្រឡប់ទៅផ្ទះវិញជម្រាបលាលោកអ៊ំទៅពួកខ្ញុំជម្រាបលាលោកបងហើយបាទអញ្ជើញលោកអ៊ំខ្ញុំជម្រាបលាសុខសប្បាយណាពូជម្រាបលាពូមីងទៅសិនហើយក្មួយឧស្សាហ៍ទៅលេងផ្ទះពូផងណា
បាទក្រាន់តែគ្រួសារលោកផាវិចេញផុតលោកសុគន្ធមានប្រសាសន៍តែរកកូនប្រុសឯងគិតយ៉ាងណាចំពោះផាវិកាខ្ញុំហ៎យ៉ាងម៉េចឯងមិនមែនស្រឡាញ់នាងទេខ្ញុំមិនបានគិតដល់រឿងនេះទេតែខ្ញុំយល់ថានាងគឺជាក្មេងស្រីម្នាក់ដ៏គួរឲ្យស្រឡាញ់ប៉ុណ្ណោះចុះបើប៉ាចង់ឲ្យឯងរៀបការជាមួយនាងតែនាងមិនបានស្រឡាញ់ខ្ញុំទេប៉ាម្យ៉ាងទៀតរឿងរ៉ាវទៅតែកន្លងទៅថ្មីយ៉ាងនេះខ្ញុំមិនទាន់ចង់គិតរឿងនេះនៅឡើយទេឯងមិនចង់គិតតែប៉ាគិតឲ្យឯងលោកប៉ាកូនប៉ាមិនចេះផ្ដេសផ្ដាស់ទេបើកូនមិនស្រឡាញ់នាងកូនក៏មិនចូលទៅគេងក្នុងអាងនោះជាមួយនឹងនាងដែរណាគ្រីទៅបាត់ហើយបើនាងដឹងថាកូនប៉ាបានសេចក្តីសុខនាងនឹងសប្បាយចិត្តជាមិនខានពួកយើងត្រឡប់ទៅវិញទៅបាន3ខែកន្លងផុតទៅតើពេលនេះពូកំពុងតែធ្វើអីមាននឹកដល់ខ្ញុំទេការពិតគួរតែមកលេងនឹងខ្ញុំតើកើតអីទៅដឹងឬមួយក៏ឈឺវីវ៉ូហើយបើសិនជាគាត់ឈឺហើយបើខ្ញុំមិនបានមើលថែគាត់នោះបើសិនជាបងណាគ្រីដឹងគាត់ប្រហែលជាខឹងនឹងខ្ញុំមិនខានមិនបានទេត្រូវតែមើលគាត់តែមិននឹងអាចមិនដែលមានមនុស្សស្រីណាទៅលេងរោគមនុស្សប្រុសណាដល់ផ្ទះទេមិនល្អទេគិតយ៉ាងម៉េចអញ្ចេះតែបើយើងថាទៅលេងលោកអ៊ំគឺគ្មានបញ្ហាទេតែពេលដែលជួបគាត់តើត្រូវធ្វើយ៉ាងម៉េចហើយហេតុអីក៏ពិបាកម្លេះផាវិកានៅខាងក្នុងទេគឺម៉ាក់ទេយ៉ាងម៉េចឃើញម៉ាក់ដូចជាអស់សង្ឃឹមណាស់ទៅមានអ្នកណាម៉ាក់នៅតែជាកម្លាំងចិត្តរបស់ខ្ញុំជានិច្ចតើមាននរណាដែលមានសំណាងដូចខ្ញុំដែលមានម៉ាក់ចង់ស្រឡាញ់ខ្ញុំយ៉ាងនេះតាំងទៀតអីមានរឿងអីមែនទេម៉ាក់មើលតែឯងដូចមិនសូវសប្បាយចិត្តសោះមិនមែនរឿងរៀនទេមែនទេអត់ទេគ្មានរឿងអីទេប្រកាសហើយចាមើលនរណាមកលេងឯងនោះផាវិកាសម្លឹងពីលើផ្ទះទៅឃើញជាក់ច្បាស់ថាលោកសុគន្ធកំពុងជជែកជាមួយលោកផាវិត្រេកអរណាស់ក៏រត់ចុះទៅជំរាបសួរលោកអ៊ំលើកដៃថ្វាយព្រះនេះនៅតែស្វាហាប់ដដែលចុះឯណាលោកពូលោកអ៊ំវិពុតរវល់ទៅមិនបានមកលេងនឹងឯងនឹងណាខ្ញុំថាមើលគេដូចជាអស់សង្ឃឹមណាស់បងអ្នកស្រីសាវីណាបន្លឺអ្នកណាថាឲ្យតែអ៊ំមកលេងនឹងខ្ញុំគឺខ្ញុំសប្បាយចិត្តណាស់ហើយហេតុអីក៏ឯងមិនឃើញទៅលេងអ៊ំអញ្ចឹងឯងធ្វើឲ្យអ៊ំនឹកដល់ឯងរហូតដល់ត្រឹមមិនបានមករកឯងដល់ទីនេះហើយណាខ្ញុំបានហើយអ៊ំនិយាយលេងទេកូននេះខ្ញុំមិនដឹងថាវាគិតយ៉ាងម៉េចដែរខ្ញុំសួរវាថានឹកលោកបងទេវាថានឹកតែនៅពេលខ្ញុំឲ្យវាទៅវាថាមិនហ៊ានទៅអូឯងខ្លាចជួបលោកពូវិពុតតាមែនទេខ្ញុំមានអីត្រូវខ្លាចគាត់បើអញ្ចឹងហេតុអីមិនទៅលេងអ៊ំរឿងនេះឯងនេះចុះលោកពូសុកប៉ានិយាយកាត់ឯងបន្តិចចុះឯងហៅប៉ាថាលោកអ៊ំហៅកូនថាលោកពូឯងមិនគិតថាឯងអយុត្តិធម៌ចំពោះវិពុតទេលោកប៉ាវិពុតក៏ធ្លាប់និយាយរឿងនេះដែរគេថែមទាំងខឹងទៀតផងហេតុអីក៏គិតខឹងវាថាបើឯងហៅអញ្ចឹងអ៊ំនឹងវាគឺជាបងប្អូនហើយអញ្ចឹងពិតជាអយុត្តិធម៌ចំពោះគាត់មែនហើយលោកផាវិកាភ្ញាក់ព្រឺតអត់ឃើញយុវជនដើរចូលមកនាងយកដៃខ្ទប់មាត់ព្រោះតែបំរុងហៅវិពុតថាលោកពូជំរាបសួរលោកពូអ្នកមីងលើកដៃថ្វាយព្រះក្មួយចូលមកអង្គុយសិនមកខ្ញុំទៅលើកទឹកថាមិនមកទេហេតុអីក៏មកផាវិកាដើរបណ្ដើររអ៊ូបណ្ដើរតែនាងមិនបានយកទឹកឯណានាងបែរជាចូលទៅក្នុងបន្ទប់ប្រាស់ខ្លួនដេកលើពូកធ្វើហីនេះចំជាមិនទាន់អស់ចរិតជាក្មេងស្រីមែនទុកឲ្យចាស់អង្គុយចាំនាងអ្នកស្រីសាវីណាបន្លឺចុះកូននេះចូលទៅក៏បាត់ឈឹងអញ្ចឹងទុកឲ្យខ្ញុំទៅរកនាងអ្នកមីងល្អណាស់អញ្ចឹងនាងប្រហែលជានៅក្នុងផ្ទះបាយហើយបាទយុវជនដើរតម្រង់ទៅផ្ទះបាយតែមិនឃើញមាននរណាសោះបំរុងដើរចេញមកវិញស្រាប់តែឮសំឡេងច្រៀងល្វើយចេញពីក្នុងបន្ទប់មកទៅណាក៏ទៅមិនបាច់នៅឲ្យខ្ញុំស្នេហ៍មនុស្សនេះខុសគេខ្ញុំមិនស្នេហ៍នាំតែឈឺចិត្តឈឺបេះដូងយុវជនហួសចិត្តអស់សំណើចតែម្នាក់ឯងត្រឹមមិនបានក៏ដើរទៅគោះទ្វារអ្នកម៉ាក់មែនទេខ្ញុំមិនទៅទេបើខ្ញុំឃើញគាត់ខ្ញុំច្បាស់ជាហៅគាត់ថាលោកពូទៀតហើយនាំតែគាត់មិនសប្បាយចិត្តផាវិកានិយាយហើយតែគ្មានសម្លេងតបនៅតែឮសម្លេងគោះទ្វារដដែលអ្នកម៉ាក់យ៉ាងម៉េចហ្នឹងផាវិកាស្ទុះមកបើកទ្វារស្រាប់តែលោកពូក្រែងថាមិនចង់ហៅខ្ញុំថាលោកពូហេតុអីក៏លោកពូចូលមកដល់ក្នុងផ្ទះខ្ញុំអញ្ចឹងមករកនាងហ្នឹងណាព្រោះចាំទឹកនាងលើកទៅយូរពេកតែមកដល់ស្ដាប់ចម្រៀងពីរោះពេកទើបមិនដាច់ចិត្តទៅវិញភ្លាមខ្មាស់គេណាខ្ញុំមិនអីទេចាំខ្ញុំទៅលើកទឹកជូនពូឈប់សិនវិពុតចាប់ដៃផាវិកាហើយក៏ទាញនាងមកអោបពូ
ខ្ញុំចង់អោបនាងយូរហើយឲ្យខ្ញុំអោបនាងបន្តិចទៅភាវិកានៅស្ងៀមនាងក៏ក្រសោបអោបយុវជនវិញដោយស្នាមញញឹមវិពុតបន្លឺពេលដែលអូនរៀនចប់ហើយពួកយើងរៀបការទៅពូព្រមចាំខ្ញុំហ៎យ៉ាងម៉េចមិនសុខចិត្តទេសុខចិត្តពួកយើងចេញទៅយុវជននិងយុវតីកាន់ដៃគ្នាដើរចេញទៅជួបក្រុមគ្រួសាររឿងក្លិនផ្កានគរីសូមបញ្ចប់ដោយបរិបូរណ៍សូមអរគុណ